នេះជាព្រះវិហារចាស់មួយដែលកសាងយូរឡងមកហើយឥឡូវនៅសល់តែភាពទ្រុឌទ្រោមតែនៅសល់តែកម្រងមួយក្បាច់ក្បូរនៅសល់នៅឡើយនៅខាងលើនេះក្បាច់ក្បូរការរចនាដ៏សំគោមួយដែរឃើញចំណាប់អារម្មណ៍វិហារចាស់ដែលស្ថិតនៅក្នុងវត្តអំពីស្វាយហើយនៅខាងមុខនេះគឺកន្លែងស្រះមានស្រះធំមួយស្រះធំណាខាងឡើយវាគេចែកជាពីរនៅខាងនោះគឺខាងរត់គេអ្នកកាន់កាប់ហើយខាងនេះគឺវត្តអ្នកកាន់កាប់ពីដើមមកវាស្ថិតនៅរបស់វត្តទាំងអស់ឥឡូវមានរត់គេកាន់កាប់មួយចំហៀងហើយវត្តយើងវត្តកាន់កាប់មួយចំហៀងទៅណានេះទៅផ្លូវមុខខ្លោងទ្វារចូលវត្តអំពីស្វាយគឺណាផ្លូវនេះជាផ្លូវចូលវត្តអារាមហើយនេះជាខ្លោងទ្វារដែលលោកកសាងដើម្បីខាំងយុវលុបដែលមានសកម្មភាពអីវៃប្លែកៗមួយអាចបិទបាំងខ្លះដុំនេះគឺសីមាវត្តគឺមានប៉ុណ្្នឹងឯងហើយសាលារៀននេះគឺបានខាងក្រុមមហាយានគេនិយាយថាគឺជាថ្លាគេកសាងប្រមាណបន្ទប់សាលារៀននោះថ្វាយប្រសង់នៅវត្តអំពីស្វាយដើម្បីការសិក្សាស្រួលងាយការសិក្សាមួយយ៉ាងដែរបងនេះខាងនេះគឺវិហារថ្មីកំពុងតែចាប់ផ្ដើមកសាងដែរវិហារថ្មីแล้วก็សាងបានតែជិត 20-30% ថាប៉ុណ្្នឹងចឹងណា20-30% ពីសម័យដើមមកទៅគឺតំបន់ហ្នឹងគឺតំបន់ភ្នំនឹងគឺសិតតែរបស់វត្តទាំងអស់ក៏ប៉ុន្តែវាពេលបច្ចុប្បន្នទៅឥឡូវគេរត់គេគ្រប់គ្រងវិញចូលមកទៅគឺឃើញជ្រះថ្លាដើមជ្រៃបែកដើមពីចូលវត្ត